នាងចង់ធ្វើអីចង់ធ្វើអីជួយខ្ញុំផងជួយខ្ញុំផងអ្នកខ្ញុំអាយធ្វើអីហ្នឹងអ្នកខ្ញុំទៅអេយើងជាមនុស្សអាចចង់ធ្វើស្អីនោះចង់ងាប់ហើយស្លេកចង្រៃចង្រត់តណាទៀតអោជួយផងអេលែងខ្ញុំទៅលែងខ្ញុំទៅកុំចូលមកគេនៅខាងនោះអ្នកស្ងៀមកុំកម្រើកក្រោយឡើងអាស្រ័យថារបស់អ្នកមែនទេត្រូវហើយពេលនោះអ្នកតាពីរណាទៅនៅខាងលើហើយក៏ធ្លាក់ចុះមកតែម្ដងទៅឡើងណាចិនហួយមិនណែនេះដូចជាធ្លាប់ស្គាល់vậyមិនដែលជួបទេគេយកការសម្គាល់ប៉ូលីសចេញមកហើយតានោះអាចឃើញណាទីនោះខ្ញុំឃើញគេហើយគឺជាមេក្រុមឡានប៉ូលីសជាអឡុងនោះអីប៉ុន្មានណាមេក្រុមឡានប្រកាសដល់ម្លឹងផងមែនណាដែលឃើញសោះហើយនេះអាចឹងដល់ពេលសពកង់ឡានហើយបាទតែបងឈៀនណាខ្ញុំចេញឡានណាបានគ្មានបញ្ហាទេបងឈៀនកុំភ្លេចមក10បើឡានចេញផងទៅណាបាទលោកនេះហើយកាន់តែដើរទៅទៀតអញ្ចឹងនេះជាតារាងកាយវិភាគសប្តាហ៍នេះយកទៅឲ្យលោកឈិនផងនៅមានថ្ងៃប្រហោះទៀតទិញការត
抱歉បបឈឺដល់ម៉ោង11ទៅកន្លែងម៉ាស៊ីនភ្លើងហើយយកឡានទៅបាទមកឈិនជួយលបងវួយទៅវាងជារងចាំគាត់មកវិញខ្ញុំទៅហើយបើកឡានលេខ7654ណាអូយអូគូដូចលើនេះអាចទៅបានហើយបូនទោះហើយណែឡើងខាងនោះវិញបាទលបងជួយណបើបប្រយ័ត្នបែកផងណាបាទខ្ញុំដឹងហើយកុំបារម្ភអី冇做運動咩？好攰啊，想翻屋企唞下。做警察操好啲體能，摁條鬼命。權哥啊！你每日坐巴士去天水圍，再轉小巴翻深圳，都幾麻煩喎。出嚟出路平啲啊嘛。平幾多啊？都幾金計㗎，一程慳6蚊，一個來回就慳12蚊，一個月慳幾嚿水㗎。咁如果你日日都要翻嘅，都幾貴喎。唉，我哋香港乜都貴，我仔身體又唔係幾好，住深圳好啲，有個小花園，空氣又好啲，咩都好啲。我啲咁嘅薪水喺香港租唔到啲咩花園別墅㗎啦。咁都幾辛苦喎，呢程車最少用多半個鐘喎。其實差唔多好遠啫，我屋企過關就係啦。你內地過嚟㗎？湖北。8歲嗰陣時嚟咗香港，而家20年啦。有冇攞假翻嚟啊？清明咯，同屋企人翻去拜山。好啊，我中國人好傳統。顧家孝順，咁快黑晒喎！得啦，拜拜。មើលតើវារត់ទៅណារត់ទៅហើយណែស្គីមប្រាប់ថាណែស្គីមណាយើងជាប៉ូលីសយើងគឺជាប៉ូលីសណាជប់ភ្លាម
យើងជាប៉ូលីសដាក់អាវុធចុះលើកដៃលើក្បាលខ្ញុំក៏ជាប៉ូលីសដែរពួកវាចង់សម្លាប់មនុស្សចាប់ពួកគេទៅលោកអ្នកស្ងៀមទៅយើងរងចាំក្រុមជំនួយអាចុងអាឈានពូមកវិញហើយសុំទោសណាមិញជាប់សួរចម្លើយគេទើបមកយឺតបន្តិចហ្នឹងណាបាយពូឈានខ្ញុំទៅវិញហើយឈប់សិនថ្ងៃនេះតើគេស្ដាប់មកគាត់ដែរទេមិនអីទេលំបាកនាងហើយមិនចាំបាច់គួរសមឡើយអាចុងសូត្រតែប៉ាស្ដាប់មើល1 2 អូចេះភាសាអង់គ្លេសហើយណោះខ្លាំងជាងប៉ះទៀតនេះថ្ងៃនេះគេមករៀនអីខ្លះដេបោងកាន់ជួមណ្ឌលគេយកថងកណាត់មកដាក់មូលនិធិធ្វើបានប្រហែលច្រើនណាស់ច្រើនប៉ុណ្ណាទេច្រើនប៉ុណ្ណាច្រើនកូនប្រុសប៉ាល្អណាស់ឆ្លាតណាស់ឆ្លាតពូឈានចាំខ្ញុំទៅសិនហើយលាហើយប៉ាតែធ្វើម្ហូបឲ្យអញណាមិនបានជុំទេណាមិនអីទេ等我陣，整樣最有營養嘅嘢你食。食住個紅蘿蔔先。ជួយអ៊ីងមកវិញហើយសុំតខ្ញុំមកយូរទៅហើយចង់ញ៉ាំស្អីដែរហ្នឹងមិនអីទេនៅទីនេះមានដែរដាក់ទេអើគេទៅយកទៅលើនេះមានស្អីញ៉ាំទៅនៅធ្វើរឹកឯងហំទៀតអីតែគិតទេអាបងចាំយូរប៉ុណ្ណានោះយ៉ាងម៉េចនៅធ្វើជានាងធំទៀតហ៎តែខ្ញុំកំដរបងទៅយកអីញ៉ាំពួកយើងទៅញ៉ាំជាមួយនេះគឺឆ្ងាញ់ខ្លាំងណាស់ត្រីនេះគឺឆ្ងាញ់ដែរតាមពិតខ្ញុំមិនសូវឃ្លានទេតែខ្ញុំមិនតន់ឆ្អែតទេខ្ញុំកំដរឯងញ៉ាំចុះណាក្រែងឯងចូលចិត្តញ៉ាំបន្លែមែនទេឯងញ៉ាំថែមទៀតទៅណែទូនេះចាហាងរបស់បងក៏ដោយក៏អូនមិនគួរយកច្រើនអញ្ចឹងដែរណាលោកស្មានតាហាងបាននេះលោកជាអ្នកបើកលោកគ្រាន់តែដេកស៊ីពឹងលើលពូលោកទៅតែប៉ុណ្ណោះទេយ៉ាងហោចណាស់ខ្ញុំក៏អ្នកបងលុយដែរប្រកែណាស់ណ
អ្នកនាងលោកបន្លែដល់ពេលនេះនិយាយស្ដីពីកាំង លោកចៅលោកយល់ច្រឡំន័យរបស់ខ្ញុំហើយខ្ញុំគ្រាន់តែចង់ថាលោកជាមនុស្សចិត្តចង្អៀតខ្ញុំមានថាខ្ញុំមានលុយច្រើនឯណាលោកយល់ច្រឡំហើយនៅតើគ្នាមើលចុះស្ដីលោកបន្លែនេះពិតជាកេងកាងខ្លាំងណាស់ លោកចាំបាច់រអ៊ូរទាំច្រើនបែបនេះធ្វើស្អីទៅមិនខុសទេគឺខ្ញុំគឺជាអ្នកលោកបន្លែមែនហើយចុះលោកជាអ្នកណាដែរលោកគ្រាន់តែជាអ្នកលើកម្ហូបនៅទីនេះតែប៉ុណ្ណោះទេចង់ធ្វើស្អីទៅទៅស្អីនេះទៅខ្ញុំទៅសិនហើយចាំមើលនឹងអូនចង់ទៅណានឹងលៀនជួយអ៊ីងឈប់ភ្លាមមិនលឺបងហាទេអូនចាំមើលនឹងខ្ញុំគ្រាន់តែញ៉ាំបាយយឺតពេលបងចាំបាច់ខឹងច្រឡោដាក់ខ្ញុំធ្វើអីពេលនេះខ្ញុំកំពុងតែមើលថែក្មេងខប់ប្រក្តីខ្ញុំអាចទុកគេចាស់កំដរបងញ៉ាំបាយបានទេយ៉ាគឺទៅមករៀនអាឡប់នឹងទៀតហើយមែនទេហ៎ក្រែងមកប្រាប់អូនហើយតាថាឲ្យឈប់ធ្វើការងារនឹងទៀតទៅខ្ញុំមិនធ្វើតែខ្ញុំធ្វើស្អីបងចិញ្ចឹមខ្ញុំបងមកឲ្យអូនធ្វើទេខ្ញុំនិយាយជាមួយបងណាបងមិនទាន់និយាយចប់ទេណាអូនខឹងច្រឡោធ្វើអីយ៉ាងនេះហ៎បងនិយាយជាមួយអូនណាតើបងធ្វើស្អីខុសទៅឆាប់ប្រាប់បងភ្លាមមកលៀនជួយអ៊ីងស្ដាប់បងច្បាស់ណាបងនិយាយមិនទាន់ចប់ទេខ្ញុំទ្រាំនឹងបងលេងបានហើយស្អែកចាំយើងនិយាយគ្នាទៀតបានទេថ្ងៃនេះយើងត្រូវតែនិយាយគ្នាច្បាស់ខ្ញុំប៉ាត់ជាមិនចាំនិយាយទេស្អែកចាំនិយាយគ្នាខ្ញុំចង់ចូលក្នុងផ្ទះលោកចង់ធ្វើអីជាចាញ់ស្អីជាចាញ់មិនជាកិច្ចការរបស់នាងទេសៀសានយ៉ាងម៉េចចង់បាយខ្ញុំហ៎ខ្ញុំនឹងប្តឹងប៉ូលីសប្តឹងទៅសៀសានអញទៅសិនទៅចូលក្នុងសិនទៅបងមិនចេះចាប់មែនខ្ញុំសុំបបបានទេគួរឲ្យធុញមែនបានហើយចុះតែភ្ញាក់ហើយបានតែធ្វើអាហារពេលព្រឹកឲ្យកូនញ៉ាំណាបាយភ្លឺមន់កូនក្មេងមិនញ៉ាំសាច់ច្រើននោះទេញ៉ាំបបរវិញខ្ញុំចង់ញ៉ាំបាយសាច់មន់បានក្រោយទៅលុបមុខទៅដោះថ្មិញមិនមែនចឹងនោះទេត្រូវលូកចូលទៅក្នុងខាងលើខាងក្រោមថ្នមមួយបែបហ្នឹងណាធ្វើស្អីនេះអាំងត្រីហ្នឹងណាក្នុងហើយមានការងារច្រើនណាស់រងចាំឯងធ្វើទោះបីជាម្ដាយរបស់ឯងជាប្អូនស្រីរបស់យើងមិនក៏ដោយតែក៏មិនរងចាំដេកតែស៊ីអញ្ចឹងដែរអ្នកណាគឺខ្ញុំលោកធ្វើអីលុយអ៊ីងមិននៅផ្ទះទេណាតែព្រឹកមិនដឹងទេលោកឡាស្អីហ្នឹងមិនឲ្យគេដេកពួនទេរកនំបានទេ
មកហើយបាយសាច់មាន់បាយសាច់មាន់អាចចង់ញ៉ាំបាយសាច់មាន់អាចង់ស្ដាប់ប៉ាណាបេះដូងឲ្យមិនសូវល្អទេមិនត្រូវញ៉ាំសាច់មាន់ច្រើនទេណាបាយសាច់មាន់អាចង់ឆ្លាតសាច់មាន់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 អាចង់ស្ដាប់ប៉ាណាសាច់មាន់សាច់មាន់ពីថ្ងៃនេះប៉ាធ្វើបាយឲ្យញ៉ាំចុះប៉ាសាច់មាន់សាច់មាន់សាច់មាន់ចាំបាច់ហើយអាចង់ថ្ងៃនេះមិនស្ដាប់មកប់សោះអាចង់មិនឲ្យប៉ាបញ្ចុកទេញ៉ាំទៅមកបងបញ្ចុកចឹងទៅឆ្លាតញ៉ាំរួចហើយបងនាំឯងទៅដល់លេងណាបន្តិចទៀតញ៉ាំហើយយើងទៅមើលទូរទស្សន៍ណាមកញ៉ាំទៅប្រហែលជាម៉ោង 7 បានមកដល់ផ្ទះចាខ្ញុំដឹងហើយផ្លូវតំបន់សូជានេះឧស្សាហ៍មានចោលលួចប្លន់ច្រើនណាស់អញ្ចឹងពួកយើងចាំនៅទៅល្បាតច្រើនតិចទៅណាចានាងជួយរៀបចំតារាងកាលវិភាគថ្មីចាលោកនាងលោកនាងខ្ញុំទៅញ៉ាំអាហារថ្ងៃត្រង់ហើយបាន打場外賣，收到，Sir。新唔新鮮啊？啱啱出爐，仲熱㗎，我幫你攞。得啦，我接你。哦。安叔，你做咩又閂晒啲冷氣啊？我嗰邊做你熱到燶咗啦！老闆娘，有冇搞錯啊？今日天口咁涼，仲開得咁冷嘅？安叔，你要做生意，我都要做㗎。你不如過去睇下啦，我嘅客就嚟頂唔順㗎啦。係啊，得啦得啦，女啊，開大啲嘅冷氣佢啦。唔該啦，安叔，我求下你，你千祈唔好再救晒佢啦。我叫咗佢㗎啦，你都睇住啦，唉。又關你事㗎？冇嘢啊。呢度兩間鋪啊，都係用同一個冷氣嘅，唉，10幾年都係咁噶啦。唉，個業主話，佢話兩間鋪唔裝兩個冷氣，咁啊慳錢喎。日日都開到個冷氣咁凍，想凍死我哋咩？算數啦，又唔使我哋錢嘅，嚇，多謝多謝。ចូលចាំងហ្វាន់បងធ្វើអីហ្នឹងបងអាចធ្វើស្អីទៅគឺចាំអូនហ្នឹងហើយចាំខ្ញុំហ៎ចាំខ្ញុំធ្វើអីយប់មិញអូនទៅណាយប់មិញមានធ្វើអីបងរងចាំអូនតាំងពីព្រឹករហូតដល់ម៉ោង 7តែអូនមិនមកផ្ទះទេអូនទៅណាវិញយប់មិញដេកមិនលក់ក៏ដើរចេញទៅមើលសមុទ្រទៅមើលសមុទ្រហ៎អូនកុហកខ្ញុំកុហកបានការអីរអៀសខ្លួនទេដឹងឡំសតិអញ្ចឹងតើអូនទៅណាខ្លះទៅហ៎ភាសាមិញពួកយើងឆ្លោះគ្នាដូច្នេះហើយក៏ដេកមិនលក់ហើយខ្ញុំដើរទៅមើលសមុទ្រទៅបងជឿមិនជឿតាមចិត្តចាស់មើលរបស់ជាស្អីទៅហ៎បងខំប្រឹកអាំងត្រីឲ្យអូនតាំងតែពីព្រឹកមិនស្មានដល់ថាអូនគិតអញ្ចឹងដាក់បងសោះថោកទៀត
Siêu san ai đâuផ្ទះទេនៅខ្ញុំនៅផ្ទះមិនអាចទៅណាទេផ្ទះពួកយើងតូចយ៉ាងនេះឆ្លោះគ្នាទៀតហើយហ៎គ្មានអីទេអាឈីរ៉ាឲ្យមើលស្អីគេហ្នឹងគ្រាន់បើឯងនេះគ្រាន់បើស្អីយល់ទេក្មេងស្រីហុងកុងគឺវាជឹកឯងនេះគេហៅថាស្ទីលថ្មីដល់វើស្ទីលថ្មីស្អីទេមើលទីអីមើលអាបាប់នោះគេសប្បាយចិត្តខ្លាំងណាស់ឯងមកហើយនោះនិយាយស្អីហ្នឹងអូគឺនិយាយពីក្មេងស្រីនោះហើយមើលនេះសប្បាយចិត្តខ្លាំងណាស់អាម្នាក់នឹងញ៉ែផងប្រតិកម្មជាមួយនឹងស្រីម្នាក់នោះថែមទៀតផងតែយ៉ាងម៉េចមានយ៉ាងម៉េចគឺ style pro ស្អាតប្រគៀបមកគិតទៅស្រីអាក្រក់មើលដល់ធ្វើចុកទៅវាល្អមើលនឹងដល់យើងជិះភ្លាមឈប់ភ្លាមឈប់ណានាងតែយើងមិនអីទេខ្ញុំគឺជាប៉ូលីសណាមិនអីទេតាស្រួលមិនអីទេមែនទេមិនអីទេទៅកាត់ទៅពេលទេតែយើងឥឡូវសងខ្ចីកង់សិនវើយលើកចង់ធ្វើស្អីហ្នឹងគឺចាប់ចោលហ្នឹងណាតែយើងមានរបួសទេត្រូវការទៅទីពេទ្យដល់ទៀតអត់អីទេខ្ញុំអត់មានរបួសនោះទេចឹងតែនាងអាចទៅធ្វើកំណត់ហេតុជាមួយជបទេខ្ញុំមានឯកសារសំខាន់ប្រកល់ឲ្យតកែរបស់ខ្ញុំលោកមកតាមខ្ញុំក៏បានដែរទៅយើងអូខមមុនរបស់តាយើងនៅជាន់ទីប្រហែលជាន់ទី5Bởi dương ơi Tôi skip Lùi bởi dương ơi Bà cả cho thuật cho phong ơi chạm sân cầm rốtលុយខ្លាំងៗច្រើនម្ល៉េះ
你做乜嘢？咩？阿忠，咁黑，我靜貓，阿昌，我靜貓，再帶佢過去，插佢背莫低，阿靚我靜貓，過低，呢？咁បារម្ភអីគេប្រហែលជាមិនបានផឹកចូលទេ 嚟，哦，嚟。睇過嚟。嚟，係高啲，咁樣，高啲。 琴日醫生點講？小鐘個病好啲未？心個窿再咁大，做唔到手術啊！佢咪成日都暈㗎？係，佢好多時都會暈，但係一陣間就冇事，其他日都冇乜嘢。辛苦晒。你唔好咁講啦。醫生話小鐘本來只有4年命，而家幾咁活潑好動，而且仲咁健康。 都係你嘅功勞嚟嘅，有你咁嘅爸爸真係幸福。你睇而家識踢波添啦。你一個人湊住小鐘攰唔攰啊？還好。如果重新嚟過嘅話，你仲要唔要佢啊？肯定要。答得咁快，你唔覺得佢係婦女嚟咩？小都係上天俾我做嘅恩物。 雖然佢唔識得點樣表達對我嘅愛，但我完全感受到。係最緊要有愛同埋被愛，仲要求咩啊？但係佢媽媽咧去咗邊？佢媽媽接受唔到一個殘廢嘅小鐘。喂，小鐘，小心！我入去買啲嘢。嘿，小鐘，對唔住啊。唔關事，唔關事。好嘢。做乜啫？ អាចារ្យណាអ្នកស្រាចូលចង្ហាន់តើយ៉ាងម៉េចបងសាប់ក៏ពួកគេទៀតហើយហ៎ យ៉ាងម៉េចមិត្តភក្តិជួបជុំគ្នាក៏មិនបានដែរ បងជំពាក់លើគេទៀតហើយហ៎ គ្មានទេ បងលេងល្បែងទៀតហើយហ៎ ប្រាប់ឲ្យតែគ្មានទេ បងកុំកុហកខ្ញុំ ជឿនិយាយជាមួយណា អរគុណ អញ្ចឹងស្រាហើយមិនឃើញយើងកំពុងតែលេងទេ អាណាសងប្រាក់យើងពេលណាទៅវិញខ្ញុំនឹងបញ្ញាប់សល់លបងអញ្ចឹងគឺល្អហើយតែឥឡូវខ្ញុំឲ្យការប្រាក់បងសិនយើងមកលើកនេះមិនមែនតាមមតិបំណត់ឯងនោះទេណាកុំបារម្ភអីបានន័យថាម៉េចអញ្ចឹងពេលនេះយើងមានចំនួនមួយយើងទៅឯងមួយចំណែកដល់ពេលនោះឯងអាចសងលុយយើងម្ដងទិញបានណាអូអញ្ចឹងបានអីទៅអញ្ចឹងពេលវេលាមិនទាន់ហត់ឲ្យទេចាំដល់ពេលយើងនឹងប្រាប់ឯងល្អទេបានល្អណាស់ ពេលនេះយើងកំពុងតែលេងកុំរំខានយើងអត់សិនណាបាទបងធំបាទ លោកសែប
លោកសែបទៅជួយពួកខ្ញុំផងបងប្រុសខ្ញុំក៏ចង់ដុតហាងចោលហើយក៏ចង់សម្លាប់អ្នកនៅក្នុងហាងទាំងអស់ប៉ានិងក្មួយខ្ញុំក៏នៅក្នុងនោះដែរឬក៏ទស្សនកិច្ចទៅបានតាកញ្ចៃគ្រាន់មកគ្រាន់តែសុំលុយពេលហ្នឹងក៏មកឲ្យដែរតើតែដឹងដៃយើងម្ដងទៅបានចេញពួកអញចេញណាមានកាយប៉ូលីសតាក់ទងស្អីឯងអាចចង់ងាប់ជាមួយអ្នកតាកញ្ចាស់នេះហ៎យើងសុំលុយគេមកឲ្យពេលនេះយើងจะពាក់លុយគេច្រើនខ្លាំងណាស់ពួកមកចាប់បំណុលតាមកាប់យើងដល់ផ្ទះយើងត្រូវដោះស្រាយបញ្ហាជាមួយគេព្រមទាំងហាងនេះថែមទៀតពួកឯងចង់ឲ្យយើងងាប់មែនទេនឹងអញ្ចឹងយើងឲ្យពួកឯងងាប់ទាំងអស់យើងបើកគេហើយយើងមិនឲ្យពួកឯងចូលមកទេបើចូលមកនឹងងាប់ទាំងអស់គ្នាជាមិនខាននោះទេជាផ្លូវទុកឲ្យប៉ូលីសធ្វើការសុំផ្លូវស្ថានភាពយ៉ាងម៉េចហើយខាងក្នុងមានបរិមម្នាក់ចាប់ដំណាក់ខ្មឹង3នាក់ហើយក៏បាក់យ៉ាទៀតខាងក្នុងគឺបងប្រុសខ្ញុំគាត់ដូចជាមនុស្សឈួតអញ្ចឹងអត់ទេលុយប៉ារបស់ខ្ញុំប៉ាខ្ញុំមិនឲ្យគាត់ក៏យកកំបិតកាប់គេឲ្យរបួសពូកាន់ក៏គាត់ត្រូវរបួសច្រើនកំបិតហូរឈាមច្រើនណាចូលម្នាក់ទៀតកូនប្រុសគាត់គឺសៀប៉ាមានព្យុះបាចូលទៅទេខាងក្នុងមានបាក់យ៉ាបើចូលទៅមិនស្រួលអាចនឹងមានគ្រោះថ្នាក់នឹងខ្ញុំតរអ្នកឯកទេសចរចាមកតាមខ្ញុំមកមានមនុស្សទេមានការអីសូមមើលបិដានបានទេមើលបិដានស្អីទៅមានចដាទេចដានៅខាងក្រោយអរគុណលោកមិនអាចចូលបានទេមានភ្ញៀវកំពុងរកស៊ីលោកជាអ្នកណាអូខ្ញុំធ្វើអីអ្នកជិតខាងគឺមានបញ្ហាតិចតួចសូមជ័យកន្លែងធ្វើការរបស់អ្នកតិចមិនក៏មិនទៅមើលខាងនោះទៅមិនក៏មកដណ្ដើមចដាខ្ញុំអញ្ចឹងខ្ញុំទៅមើលខាងក្រោយសិនអូខេខ្ញុំចូលថាអាចចូលទៅបានចូលទៅឈួតទេនេះគឺជាចិញ្ចាំងថ្មទៅបានបោវិសហការបានទេសហការនេះតែស្រីគឺសហការលោកបងលីងលោកបងចូលទៅទ្វារក្រោយខ្ញុំមើលខាងក្រោយបានអ្នកស្រីធ្វើឲ្យបិតាខ្ញុំខូចអសោះណាសុំទោសបត់តិចណាក្បែរខាងស្ដាប់ឮទៅគ្រោះថ្នាក់ដល់អ្នកស្រីជិមខោទេមានក្លិនហ្គាសដែរទេបើផ្ទុះមកអ្នកស្រីស្លាប់ជិមខោទេទីណាមិនក៏គ្មានគេទោះតែគ្មានលុយឲ្យថ្លៃយ៉ាគេទេឯបដៅមកផ្ទះឯប្រកាសជាបដៅដឹងនោះទេអាចាអញចង់ហក់យើងផងមែនទេចង់យើងស្លាប់មែនទេណាអញ្ចឹងពួកយើងស្លាប់ជាមួយគ្នាទៅឯងចង់បង្ខំយើងមែនទេឯងបង្ខំយើងស្លាប់ទាំងអស់គ្នាតែម្ដងទៅខ្ញុំជាអ្នកទីប្រឹក្សាប្រចាំតំបន់ទី1ឈិនចៅសាងខាងឆ្នាំនេះខ្ញុំមានបេសកកម្មពីរដ្ឋាភិបាលធ្វើការឲ្យរដ្ឋាភិបាលនិងបង្ហាត់បង្រៀនដល់ប្រជាជនសុំទោសណាសុំទោសមានការអីសុំលោកបោកដូចគ្រួខ្លាប់បោកដល់ទីរបោកទេអរគុណខ្ញុំគ្មានផ្សាយតទេផ្សាយផ្ទាល់គឺត្រូវហើយលោកគាត់មីក្រូហ្វូនទៅនិយាយស្អីក៏បោកដែរផ្ដាក់គេឈិនចៅខាងលោកថាជាផ្ដាក់គេឈិនចៅខាងទៅអស់គ្នាក៏គ្រប់ត្រូលលោកជួយធ្វើខុសដែរឲ្យខ្លាំងទេណាខ្ញុំឲ្យខ្លាំងទេគេបានទៅគឺភ្ញាក់នេះតំបន់ទី1ជួយយកសៀងព្រឹកប្រាជ្ញដើម្បីប្រជាជនទាំងអស់គ្នាផ្ដាក់គេឈិនចៅខាងឲ្យមីក្រូរបស់លោកអាចបោកទៅក្រោយបោកដែរទៀតអាចបែកបានទេបែកឡើងបានណាបងយកបាយក្រោយមកទៅនិយាយពីបាយបែកខ្លាំងទៅណានិយាយខ្លាំងទៅនិយាយខ្លាំងទៅ
ងារពិសេសប្រចាំតំបន់ទី1ខ្ញុំគឺភ្នាក់ងារពិសេសប្រចាំតំបន់ទី1នេះជាគៀមបាញ់មែនលឺទៅដល់យកខ្លាំងយកខ្លាំងទៅយើខ្ញុំគឺជាភ្នាក់ងារពិសេសប្រចាំតំបន់ទី1យកខ្លាំងទៅខ្ញុំគឺភ្នាក់ងារពិសេសប្រចាំតំបន់ទី1លឺតិចខ្ញុំគឺជាភ្នាក់ងារពិសេសប្រចាំតំបន់ទី1ឆ្នាំនេះខ្ញុំទទួលបានការសហការជាមួយនឹងរដ្ឋាភិបាលបើធ្វើការព្យាបាលនិងអប់រំបង្រៀនដល់ប្រជាជនព្រមទាំងអប់រំដល់បងប្អូនទាំងអស់គ្នា ចង់បើយ៉ាងបើគ្នាកុំសម័យអសោះ សូមអ្នកទាំងអស់គ្នាចំណាំខ្ញុំឲ្យបានខ្ញុំគឺយិនចៅខាងសូមទាំងអស់គ្នាជួយគ្រប់គ្រងសូមទាំងអស់គ្នាជួយបោះឆ្នោតឲ្យខ្ញុំផងសូមទាំងអស់គ្នាជួយគ្រប់គ្រង បាទចាស់ហើយ សូមទាំងអស់គ្នាជួយគ្រប់គ្រងបោះឆ្នោតឲ្យខ្ញុំនឹងអប់រំបង្រៀនបងប្អូននិងកូនរបស់អស់លោកអ្នកដោយមិនគិតប្រាក់នោះទេសូមជួយគ្រប់គ្រងសូមជួយគ្រប់គ្រងសូមជួយគ្រប់គ្រង ពួកអញបើធ្វើទៅបើតាមសំណួរអូបរំរូបគ្រាអ៊ំប្រុយឡើងឡាតពេទ្យទៅដល់ ប៉ាមិនអីទេ ដាក់ខ្នោះគេទៅណែស៊ីមទៅនោះគេទៅតែ អ្នកតាពីមិនឃើញសៀងមិនទេ អត់ទេទៅដល់ទៅ រីកាទៀនតាមពិនខ្ញុំចង់តាមពីក្រោយដែរចង់ជួយគាត់ប៉ុន្តែពួកយើងចាំជួតល្មើបតទៅហើយអាចចង់ធ្វើស្អីទៅខ្ញុំជាប់នៅខាងលើនេះហើយចូលទៅដល់មកខ្ញុំជួយទុំឲ្យនេះឡើងទៅ អេមិនក៏លោកទៅជាបែបនេះ សំទោ ជួយនាំតែរវល់សំណាងហើយដែលលោកមិនធ្វើឲ្យខូចការធំ ដាច់ខាតគឺមិនអាចទេសូម្បីតែសលេងបន្តិចក៏ខ្ញុំហ៊ាននិយាយដែរតើតែអ្នកទាំងពីរគ្រប់គ្រងស្ថានភាពបានគឺខ្ញុំហ៊ាននិយាយចេញមកហ្នឹងណានាងធ្វើស្អីហ្នឹង ធ្វើកំណត់ហេតុមកញញឹមមួយទៅ អាចុង មកហើយមកញ៉ាំបាយទៅអាចចង់មកអង្គុយទៅ អាចុងញ៉ាំបាយទៅអរគុណនាង អញ្ចឹងខ្ញុំទៅហើយអាចចង់បាយបាយពូឈៀនបាយបាយ បាយ 睇緊咩？老人唔係老人，係聖誕老人。老人説啲聖誕老人，聖誕老人，聖誕老人叫公。
Sư Trung, Sư Trung.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  Phu Chiếnអាចចង់គេ មិនស្មានថាជំងឺបេះដូងគេរើឡើងវិញសោះដេកក៏ផុតដង្ហើមតែម្ដងទៅដល់ស្ងប់ស្ងាត់ សុំទោស នាងកុំពិបាកចិត្តអីនាងក៏នេះហត់ដែរ តម្លៃផ្ទះគេថាម៉េច ប្រាជាចាំរហូតដល់ផុតកងត្រាស់ហើយ មិនគេយូរម្លេះ ត្រូវហើយគ្មានជួបបាយទេសង្ឃឹមថាឆាប់រកបានផ្ទះជួលចុះ ឲ្យចាស់ចាស់របស់អាចចង់កាត់យ៉ាងម៉េច មិនបាច់ទុកទេយកល្អឲ្យទៅគេទៅ ចង់មានអ្វីត្រូវទុកទេ អានេះខ្ញុំទិញឲ្យគេកាលពីដើរលេងកាលពីលើកទី1នោះអីកាលនោះគេលេងសប្បាយចិត្តណាស់គេជាជំហានលើកទី1គេជាជំហាននៅមិនសុខទេគេដើរចុះដើរឡើងក៏ត្រូវគេជិះតែម្ដងទៅហើយចាប់តាំងពីពេលនោះមកខ្ញុំមិនដែលបានជិះយន្តហោះជាមួយនឹងគេនោះទេមិនបាច់ទុកទេ ចាបើសិនជាលពូនគេលពូយកវាមកមើលមក អញ្ចឹងទុកវាទៅចាប់ទៅសម្រាប់ទៅណា ពូឈៀនខ្ញុំមានធ្លាប់ប្រាប់ពូទេជាងម៉ានេះពីមុនអាចចង់តែងតែអង្គុយចាំពូពេលពូត្រឡប់មកផ្ទះរាល់ថ្ងៃមិនថាពូមកពេលយប់ឬក៏ថ្មម៉ាននោះទេគេតែងតែអង្គុយចាំពូរហូតតែពូមិនបានដឹងទេមែនទេបាន ព
លប៉ាសួស្ដីកូនប្រុសអស់ប៉ាសុំទោសដែលប៉ាមិនបាននាំឯងទៅដើរលេងកន្លែងដែលឯងចូលចិត្តទៅមើលលោកតានោះឯងទៅមើលព្រឹកធ្លាក់កូនប្រកាសជាចូលចិត្តព្រិលហើយព្រិលសណាស់ត្រជាក់ខ្លាំងណាស់ប៉ាអរគុណដែលប៉ាធ្វើគ្រប់យ៉ាងដើម្បីខ្ញុំរស់នៅលើពិភពលោកនេះគឺមានរយៈពេលខ្លីខ្លាំងណាស់តែខ្ញុំពេញចិត្តនឹងការមើលថែនិងយកចិត្តទុកដាក់របស់ប៉ាចំពោះខ្ញុំអរគុណប្រហែលឆ្នាំនេះដែលប៉ាមើលថែខ្ញុំអរគុណប៉ាអរគុណក្តីស្រឡាញ់ដែលប៉ាផ្ដល់មកឲ្យខ្ញុំ បានហើយសិស្សទាំងអស់គ្នាដល់ម៉ោងហើយនៅសល់ពេលកន្លះម៉ោងទៀតអ្នកណាមានចំណាប់អារម្មណ៍អាចនៅទីនេះហាត់បន្តទៀតបានអ្នកគ្រូខ្ញុំចង់ហាត់បន្តិចទៀតបើហាត់ខ្ញុំបានទេថ្ងៃនេះខ្ញុំរវល់ណាស់ចាំថ្ងៃក្រោយចុះសួស្ដីសៀងម៉ៃលោកចង់ហាត់បន្តិចទៀតខ្ញុំកំដរលោកចុះណាអរគុណណាស់មិនបាច់គួរសមទេពួកយើងចាប់ផ្ដើមទៅមិនក៏ពួយមិនតន់ទៅទៀតគឺនៅសល់កន្លះម៉ោងទៀតកើនអ្នកគ្រូរីករាយដែលបានជួបរីករាយដែលបានស្គាល់នាងញ៉ាំអាហារពេលព្រឹកទេនៅទេខ្ញុំក៏ដល់អញ្ចឹងពួកយើងទៅញ៉ាំជាមួយគ្នាទៅបាច់ទេអញ្ចឹងបានអញ្ចឹងខ្ញុំទៅមុនណាលាហើយណាលាហើយបាយបាយតោះទៅញ៉ាំអីទៅលាហើយអូនសម្លាញ់មកហើយមកអង្គុយមក
អូនមែនណាបងទិញស្អីឲ្យអូនបាញ់ចិត្តទេ មិនក៏ស្រាប់តែជូនកាដូឲ្យខ្ញុំ មិត្តប្រុសទិញឲ្យមិត្តស្រីគឺជារឿងធម្មតាទេនេះស្អាតដែរទេ ស្អាតណាស់ធ្វើឲ្យបងអស់លុយទៀតហើយ យ៉ាងម៉េចនឹងអាម៉េចក៏និយាយជាមួយបងអញ្ចឹង ប៉ិតមែនណា ត្រាពីថ្ងៃជិនបងទៅហុងកុងហើយអូនកុំនឹកបងអីបងចាំមកវិញទេថាមិនប្រកាសថាលើកនេះបងអាចចំណេញបានប្រាក់យ៉ាងច្រើនទៀតពេលដល់មកវិញអាចទៅដាក់លេងជាមួយនឹងអូនបានហើយ ដើរលេង ត្រូវហើយក្រែងអូនចង់ទៅពេលកាំងទៅមហាកំផែងធានអានមិនបងក៏មិនដែរទៅដែរក្រែងថាមហាកំផែងគឺអស្ចារ្យខ្លាំងណាស់មែនទេ ពួកយើងបែកគ្នាទៅ បែកគ្នាហើយក៏ត្រូវបែកគ្នាទៅវិញហ៎ ខ្ញុំមិនចង់នៅបែបនេះតទៅទៀតទេខ្ញុំចង់ចាក់ចេញពីសិនចិនមួយរយៈ ចាប់ផ្ដើមសារជាថ្មីស្អីហើយក៏ត្រូវបែកគ្នាទៅវិញ បែបនេះក្រែងល្អតាគ្មានអ្នកណាខ្វល់នឹងបងគ្មានអ្នកណារំខានបងសប្បាយចិត្តទៅត្រូវ អូអូនមានប្រុសថ្មីមែនទេឬមួយក៏ឆ្លងវិញណាប៉លីសនោះហើយ គ្មានពាក្យប៉ុននឹងអ្នកដទៃទេគឺខ្ញុំសម្រេចចិត្តដោយខ្លួនឯង តាំងពីអាក្មេងគ្រប់ទៅនឹងងាប់បាត់ទៅអូននៅផ្ទះគេច្រើនជាងផ្ទះខ្លួនឯងទៅទៀតណាអូនទុកបងជាអាមុខមែនទេនឹងហ៎ បងនិយាយស្អីខ្ញុំនឹងគេគ្មានអីពាក្យប៉ុននឹងគ្នាទេម្យ៉ាងទៀតបងមិនមែនប្តីខ្ញុំទេ ជួយអ៊ីងកុំទៅចោលបងអីបងពិតជាស្រឡាញ់អូនខ្លាំងណាស់បងនឹងកែប្រែ ខ្ញុំបានសម្រេចចិត្តហើយប៉ុណ្ណឹងចា បានអូនទៅឲ្យមិនបាច់ត្រឡប់មកវិញទេ ពេលនេះខ្ញុំនឹងទៅឲ្យបងមើលហើយមិនវិលមកវិញទេ ពួកយើងពិតជាត្រូវបែកគ្នាមែនណា តបងវិនសុំសញ្ញេផង បាន បានហើយ បានអរគុណលោកបាទនាងហើយណា សើច្បងឡានចាំមិនហើយជួយជន់ហើយនៅ មានជួបឲ្យទេគ្រឿងមកឡើងខកអស់ហើយ ព្យាយាមទៅ ជួយល្មិចទៅបើចាក់អស់ទៅហើយនឹងខ្ញុំគឺភ្នាក់ងារប៉ូលីស71 309 Link Cochin មកសភា ចេញអង្គុយ អរគុណ លោកគិតជាមិនដែរបទពិសោធន៍គេមិនទាន់គ្រប់គ្រាន់នៅឡើយទេការវិតម្លៃរបស់ថ្នាក់លើចំពោះគេគឺធម្មតាទេសមត្ថភាពតមិនទាន់គ្រប់គ្រាន់ដែរខ្ញុំយល់ស្របអញ្ចឹងគឺមិនបាច់ទេណែបន្ទាប់ម្នាក់នេះគឺ Link Cochin អាយុ52ឆ្នាំជាប្រធានក្រុមផ្នែកឡានប៉ូលីសអាយុច្រើននៅចង់បដូរទៅផ្នែកសិមគេទៀតមែនទេ3ឆ្នាំទេចូលនិវត្តន៍ហើយមិនមែនចង់ឡើងឋានៈទេតែកំណត់ត្រារបស់គឺល្អណាស់អញនិយាយបានថាគ្រប់លក្ខខណ្ឌហើយព្រោះគេល្អគ្រប់យ៉ាងទាំងអស់11ឆ្នាំមុនសូមផ្លាស់ចេញដោយខ្លួនឯងពេលនេះសូមផ្លាស់ត្រឡប់មកវិញ11ឆ្នាំមុន Link Cochin មានមូលហេតុសូមផ្ទេរនោះគឺព្រោះកាលនោះកូនប្រុសរបស់គេកើតជំងឺបេះដូងហើយនឹងសតិមិនល្អតែខែមុននេះកូនប្រុសរបស់គេបានស្លាប់ហើយដូច្នេះគេសូមផ្ទេរត្រឡប់មកវិញទៅនោះត្រូវមើលលើការបកស្រាយរបស់គេផ្ទាល់តំណែងគឺមិនអាចតែងតាំងតែខ្លួនឯងនោះទេណាបាទហើយគេចូលមកបាទនៅបន្ទាប់ ចាស់លោកនាយ71 309អញ្ជើញចូលចូលខ្ញុំគឺភ្នាក់ងារ71 309 Link Cochin មកសម្ភារអញ្ជើញអង្គុយអរគុណលោកអធិការភ្នាក់ងារ71 309លោកចង់ផ្ទេរពីក្រុមឡានមកក្រុមស៊ើបអង្កេតវិញមែនទេនឹងខ្ញុំចង់ស្ដាប់ពីមូលហេតុរបស់លោកបន្តិចព្រោះខ្ញុំចាប់អារម្មណ៍នឹងការងារស៊ើបអង្កេតនេះខ្លាំងណាស់11ឆ្នាំមុនខ្ញុំធ្លាប់ធ្វើការនៅផ្នែកនេះដែរ
ខ្ញុំសងពេល3ឆ្នាំទៀតនឹងចូលនិវត្តន៍ហើយសង្ឃឹមថាមុនពេលចូលនិវត្តន៍អាចជួយបម្រើដល់ប្រជាជនបានខ្លះលោកអធិការនិយាយបានល្អមិនណាមិននឹងលោកទទួលតំណែងមេក្រុមគ្រប់គ្រងផ្នែក11ឆ្នាំមុនមកធ្វើការទៀងទាត់ល្អខ្លាំងណាស់អាយុពេលនេះតើលោកអាចចូលបម្រើការងារស៊ើបអង្កេតបានទៀតដែរទេអញ្ចឹងលោកអាចប្រាប់ខ្ញុំបានដែរទេនឹងខ្ញុំមានកម្លាំងដាច់ខាតគ្មានបញ្ហានោះទេលោកអធិការអាឈិនលោកអាយុ52ឆ្នាំហើយណាបើលោកចូលបម្រើការងារនេះហាក់ដូចជាការចាប់ដើមសាសជាថ្មីមួយយ៉ាងអញ្ចឹងកាលពី11ឆ្នាំមុនលោកព្រោះតែកូនមានជំងឺក៏ផ្ទេរទៅខាងផ្នែកឡានប៉ូលីសទៅតើលោកអាចបញ្ជាក់បានទេមកពីហេតុអីគឺខ្លាចពេលដែលលោកស្លាប់ទៅគ្មាននរណាមើលកូនរបស់លោកចុះពេលនេះលោកមិនខ្លាចស្លាប់ទេខ្ញុំមិនមែនព្រោះតែខ្លាចស្លាប់ទៅសុំទេនោះទេណាស្លាប់ពេលណាក៏បានដែរកូនប្រុសខ្ញុំមានជំងឺតាំងពីតូចខ្ញុំត្រូវការទទួលខុសត្រូវចំពោះគ្រួសារហើយនឹងកូននៅផ្នែកឡានខ្ញុំត្រូវគ្រប់គ្រងក្រុមផ្នែកឡានឲ្យបានល្អធ្វើជាប៉ូលីសខ្ញុំមានភារកិច្ចរក្សាសន្តិសុខដល់ប្រជាជនក្នុងការរស់នៅរាល់ថ្ងៃខ្ញុំត្រូវតែធ្វើខ្លួនឯងឲ្យល្អបម្រើប្រជាជនបម្រើឲ្យបានល្អឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំទៀននៅក្នុងរយៈពេល11ឆ្នាំក្នុងផ្នែកឡានលោកបានចូលរួមបេសកកម្មចុះចាប់ជនល្មើសបាន59លើកចាប់បានតែអ្នកទោស76នាក់តាមកំណត់ត្រារបស់លោកផ្នែកស៊ើបអង្កេតគឺគ្មានហេតុផលបដិសេធជាមួយនឹងលោកនោះទេបានហើយការសម្ភាសន៍ថ្ងៃគឺបញ្ចប់ត្រឹមនោះហើយទៅវិញរងចាំការតាក់ទងអរគុណទៀនចូលជាងហិនពេលនេះយើងផ្ដល់ឱកាសចុងក្រោយឲ្យឯងចុះហើយមិនត្រឹមតែអាចសងលុយយើងអស់នោះទេឯងអាចចំណេញច្រើនថែមទៀតផងណា2ថ្ងៃទៀតឯងទៅហុងកុងជាមួយនឹងយើងហើយដល់ពេលនោះពួកយើងទៅដល់លើធនាគារជាមួយនឹងគ្នាទៅលបងចេញចុះខ្ញុំធ្វើអីកុំសួរច្រើនពេកចាំទូរស័ព្ទយើងទៅឯងមកទៅគឺបានហើយត្រូវចាំណាចាប់ផ្ដើមទៅតែឯងត្រូវតបចុះពីជុំមកសម្រាប់មួយខ្លះទៅចំពោះឯងខ្ញុំតតម្រេះហើយខ្ញុំបាញ់កំភ្លើងត្រង់នោះល្អពេលដែលរត់រួចយើងទៅហាត់បាញ់ឯងចាំតែមើលទៅជួយដល់កុំហិតលួចឃើញបងទៅទៀតអើយ3គ្រាប់ហ៎4អញដូចជាឈ្នះហើយកុំឆាប់ចុះចាប់ពីបងទេទៅមើលទៅបានទៅមើល1 2 3អាចសំណាងមែនអញបាញ់និយាយជើងទេមិនក៏ភ្លើងនេះសំណាងល្អទេគឺកំភ្លើងនោះវាគ្មានវាសនាអាឈឺហើយគូតែហត់បត់ច្រើនទៀតទៅដល់តិចទៀតក្រៃវាសំដាងដូចខ្ញុំបើកាត់បត់ច្រើនទៅដល់
មិនកំងពីព្រឹងម្លេះ ពូឈៀនខ្ញុំនៅមានប្រាក់ខែទៀតទេ អូចាំតិចណាសុំទោសណា ពូឈៀនខ្ញុំទៅស្រុកកំណើតវិញហើយគឺតែថ្ងៃនេះ មិនក៏ឆាប់ម្លេះ ខ្ញុំមិនចង់ឲ្យសិនចិនទៀតទេ អញ្ចឹងប្រយ័ត្នផងណា ចាពូប្រយ័ត្នចំពោះចៅចាំងផាន់ផង ហេតុអី គេយល់ថាពួកយើងមានអ្វីនឹងគ្នាខ្ញុំបោះស្រាយប្រាប់គេហើយតែគេមិនស្ដាប់សោះគេថាចង់មករករឿងពូខ្ញុំដឹងថាពូមិនខ្លាចគេទេតែគេគឺជាជនអន្តពាលពូត្រូវតែប្រយ័ត្នផង មានរឿងខ្លះចង់គេក៏គេមិនផុតដែរកូនប្រុសមែនគឺមែនមិនមែនគឺមិនមែនហើយខ្ញុំនឹងប្រាប់គេបានច្បាស់ពេលនេះគេនៅណា ម្សិលមិញគេទៅបាត់ហើយគេថាទៅហុងកុងខ្ញុំក៏មិនដឹងថាគេទៅណាដែរស្រាប់តែពូត្រូវប្រយ័ត្នខ្លួនផងគេឈួតហើយ ខ្ញុំមិនអីទេ ខ្ញុំមិនអាចជួយអ្វីដល់ពូបានតែបើសិនជាគេមករករឿងពូព្រោះតែរឿងនេះខ្ញុំសុំទោសចំនួនគេផង មិនអីទេខ្ញុំមិនបង្ករឿងអតិថិធំទេ អញ្ចឹងខ្ញុំទៅហើយ អរគុណ 3 ថ្ងៃទៀតគឺជាថ្ងៃចូលឆ្នាំហើយក្រែងពួកគេថាថ្ងៃទី12ខែ12ឆ្នាំ2012ជាថ្ងៃអវសាននៃពិភពលោកគឺបោកប្រាស់ទេបើជាថ្ងៃអវសានមែនគឺល្អណាស់នៅថ្ងៃនោះមនុស្សដែលខ្ញុំស្រឡាញ់និងមនុស្សដែលខ្ញុំស្អប់នឹងស្លាប់ទៅជាមួយគ្នាគឺលែងមានគំនុំដែលមិនចេះចាប់មិនចេះហើយតទៅទៀតហើយគឺវាល្អណាស់ កុំគិតព្រាយប្រាសអីណា កុំបារម្ភអីខ្ញុំមិនអាចទេនៅមានមនុស្សដែលស័ក្តិសមនឹងខ្ញុំស្រឡាញ់រងចាំខ្ញុំតទៅទៀត អញ្ចឹងថែខ្លួនផងណា ចា៎ មានបលិយ លោកនាយ
មកហើយ បងឈៀន សិចិនថ្មីនេះនៅតំបន់ផែមានអ្នកចិញ្ចោខុសច្បាប់ច្រើនមែនទេ តាពាក្យប៉ុនអី មិនខ្ញុំឆ្លងកាត់ទីនោះដូចជាយល់ថាចម្លែកខ្លាំងណាស់ មានអ្វីខុសធម្មតា អូគ្មានអីទេខ្ញុំឃើញមានខ្សែពូហើយនឹងចដា នេះក៏មិនទុកថាជាផុសតាំងអ្វីដែរខ្ញុំនឹងតាក់ទងទៅក្រុមល្បាតបន្តិចលោកនេះលោកយល់ថាបែបនេះchẳngមិនដែរអរគុណលោកនេះបាច់គួរសមទេ បងឈៀនដូរឡានហើយត្រូវហើយសិបុយទៅមកហើយណាមិនទេចាប់ត្រៀមខ្លួនទៅពេលនេះយើងទៅធនាគារដល់លុយទាំងអស់គ្នាដឹងត្រូវធ្វើអ្វីហើយដឹងហើយនៅបានដឹងហើយត្រូវអាវុធដើរទៅចោលគេចាប់សិមីទៅជប់ខាងនោះឡើងនោះទៅរហ័សរហូតតិចអេអ្នកនៅកណ្ដាលគេគឺឯងចុះមកចេញហ្នឹងបានឡើងទៅទីបញ្ជាការថ្នាក់ងារ71-3-9យើងជុំនឹងក្រុមចោលមួយក្រុមមានគ្នា5នាក់ដែលឡាន OK 6580ឡានរបស់ក្រុមចោលគឺឆ្ពោះទៅកនខាងសូមគ្រប់ចំនួនជាបន្ទាន់ពេលនេះក្រុមចោលបាត់ស្ដាំទៅផ្លូវកនខាងហើយគេឡើងលើស្ពានហើយតាមទាគាងារ71-3-9ពេលនេះបាត់ឡានក្រុមចោលនោះហើយពេលនេះពួកយើងសង្ស័យថាពួកគេបត់ទៅផ្លូវខាងធៀនបាទទទួលបានចុះស្ពានបត់ឆ្វេងម៉ាក់កុំញ៉ាំច្រើនពេកខ្ញុំមិនទាន់ញ៉ាំនោះទេហើយយ៉ាកុំចិត្តចង្អៀតបានទេច្រើនដល់ម្លឹងហើយម៉ាក់គឺជាអ្នកទិញឲ្យឯងតើមិនក៏ចិត្តអាក្រក់ជាមួយម៉ាក់ម៉េចសិផ្លេស្អីថៃវានោះឯងប្រញាប់ទៅងាប់នៅណាទៅត្រូវហើយប្រញាប់ទៅកើតកូនមែនទេត្រូវហើយមិនបាច់រវល់ជាមួយវាទេបើឡើងទៅបើចេញទៅហើយយ៉ាប្រញាប់ទៅបើឡើងមិនឲ្យចេញពីឡាននោះទេណាបើឡើងទៅនឹងនៅបានទេអូមិនរវល់ជាមួយទេទៅហើយយ៉ាងមិនវិញជិះវិញហើយយ៉ាម៉ាខ្ញុំខ្លាចណាស់ជួយខ្ញុំផងជប់ឡើងទៅឯងមិនយកភ្លើងមកគ្រោះថ្នាក់ខ្លាំងណាស់ទៅណាហ្នឹងមិនតែទៅណាទេគ្មានពេលទេលោកនេះប្រយ័ត្នផងណា
ទៅក្នុងចាំសិនដល់យើងជិះនេះចុះជើងហិនអាចអស់ផ្លូវរត់ហើយចុះចាញ់ទៅចុះជើងហិនចុះចាញ់ទៅសៀវម៉ៃអាឡូខ្ញុំនៅជាន់លើនៅចំប្លង់ល្អណាស់តែខ្ញុំគ្មានកាភ្លើងទេឲ្យកាភ្លើងខ្ញុំមិនដាបានទេលោកណៃណាទីហ្នឹងកន្លែងហ្នឹងហោនាងធ្វើអីក៏ពីខ្ញុំចុះចាញ់អើយ
កំបាញ់ឲ្យពួកយើងចុះចាញ់ហើយយើងចុះចាញ់ហើយកំបាញ់ឲ្យពួកយើងចុះចាញ់ហើយពួកយើងចុះចាញ់ហើយពួកយើងចុះចាញ់ហើយសូមរាយការណ៍ជនល្មើសនៅខាងត្បូងឃ្លាំងទំនិញធ្លាក់ពីទីខ្ពស់មករបួសធ្ងន់ណាស់ឆាប់ហៅឡានពេទ្យមកផងបងឈិនណាស្អែកបងទៅក្រុមស៊ើបអង្កេតហើយត្រូវចាប់ពីស្អែកតទៅខ្ញុំនឹងធ្វើការជាមួយនឹងលបងវួយគឺសុទ្ធតែដើម្បីប្រជាជនដូចតែគ្នាទេតារាងការវិភាគគឺមានសម្បត្តិរបស់លបងថែមទៀតផងនេះបងឈៀនខ្ញុំដឹងរហូតមកខ្ញុំជាមនុស្សកំសាទុនខ្សោយជាមនុស្សខ្លាចកិច្ចការខ្លាំងណាស់តែពេលនេះខ្ញុំមិនដូចពីមុនទេព្រោះថារាល់ថ្ងៃខ្ញុំមើលលោកខិតខំធ្វើការប្រឹងប្រែងតស៊ូដើម្បីរស់ខ្ញុំចង់ខ្លាចជាមនុស្សដូចជាលោកចឹងដែរតាមពិតទៅរហូតមកខ្ញុំមានក្តីសម័យមួយក្តីសម័យអីនិយាយទៅចង់ខ្លាចជាក្រុមខ្លាហោះពីមុនសម្បីតែកិនក៏មិនហ៊ានផងតែពេលនេះខ្ញុំសម្រេចចិត្តចុះឈ្មោះហើយល្អស័ក្តិសមនឹងទទួលបានរង្វាន់បានល្អណាស់ខ្ញុំដឹងតាមពិតជោគជ័យមិនជោគជ័យគឺវាមិនសំខាន់នោះទេសំខាន់គឺបទពិសោធន៍តែពេលនេះខ្ញុំដឹងថាខ្ញុំជាអ្នកបើកឡានមួយរូបទេមិនទាន់ខ្លាចជាក្រុមខ្លាហោះនៅឡើយទេដូច្នេះខ្ញុំគួរតែទៅសម្អាតឡានរបស់ខ្ញុំជាមុនសិនមិនចឹងទេខ្ញុំមិនអាចធ្វើការងាររបស់ខ្លួនឯងបានល្អទេបើសំបីតែឡានភ្នាក់ងារខ្លួនឯងមិនបានល្អផងនោះខ្ញុំមិនអាចខ្លាចជាប៉ូលីសដ៏ល្អម្នាក់ទេបើសិនជាមិនធ្វើការងារបានល្អទេបានហើយល្អអរគុណលោកនេះសួស្តីលោកលេងអូឈៀនខ្ញុំមានអីបានរាប់អានជាមួយលោកគឺរីករាយណាស់ពេលនេះខ្ញុំត្រឡប់ទៅស្រុកកំណើតវិញហើយទទួលបានការអធិស្ឋានពីប៉ាម៉ាក់របស់ខ្ញុំផ្ទះរបស់ខ្ញុំគឺល្អខ្លាំងណាស់ខ្ញុំបានរកការងារមួយគឺបង្ហាត់ក្មេងរំរបាំគឺខ្ញុំជួយចិត្តជាងគេខ្ញុំបានបង្រៀនពួកគេហើយពួកគេបាននាំមកភាពរីករាយឲ្យខ្ញុំចង់ច្រើនខ្ញុំចង់ដូចជាលោកនាងចឹងគឺរស់នៅដោយរីករាយជឿជាក់លើខ្លួនឯងសង្ឃឹមថាលោករស់ដោយរីករាយបើសិនជាមានឱកាសលោកមកលេងខ្ញុំផងអាស័យដ្ឋានរបស់ខ្ញុំគឺនៅក្នុងសម្បត្តិរបស់ខ្ញុំសរសេរគឺលេខទូរស័ព្ទក៏នៅក្នុងសម្បត្តិរបស់ខ្ញុំដែរគឺលេខទូរស័ព្ទថ្មីរបស់ខ្ញុំមានការអីលោកអាចទូរស័ព្ទមកលេងខ្ញុំបានខ្ញុំរីករាយខ្លាំងណាស់ដែលបានស្គាល់លោកនិងអបអរល្អរបស់លោកដែលបានចំពោះខ្ញុំនឹងចងចាំវាទុកជារៀងរហូតលេងជួយអីនាងធ្វើអីហ្នឹងអាហារថ្ងៃត្រង់របស់ខ្ញុំគឺលើសមួយចំណែកគ្មានអ្នកណាញ៉ាំទេត្រូវការទេខ្ញុំសួរលោកត្រូវការទេអ៊ីស៊ីវម៉ៃត្រូវការខ្ញុំត្រូវការបងឈៀន